យូតាអ្នកនៅទីនេះដើម្បីជួយសង្គ្រោះម្ដាយរបស់អ្នកមែនទេតើនេះសម្រាប់អ្វីអ្នកបានយកខ្ញុំពីម្ដាយបង្កើតរបស់ខ្ញុំប៉ុន្តែគាត់ស្ដីបន្ទោសខ្ញុំចំពោះភាពរអាក់រអួលតិចតួចបំផុតជិតប្រមាថខ្ញុំឥឡូវនេះវាថែមទាំងបានក្លាយជាឧបសគ្គដល់ការគ្រប់គ្រងរបស់បងប្រុសរបស់គាត់លើពិភពលោកកាលនៅក្មេងខ្ញុំពិបាកមានអារម្មណ៍ស្រួលណាស់អ្នកជាភរិយារបស់គ្រូអាណិតអ្នកមិនមែនជាម្ដាយបង្កើតរបស់ខ្ញុំទេបងប្រុសទី3តើអ្នកកំពុងធ្វើអ្វីនៅទីនេះតាមពិតទៅអ្នកមិនចាំបាច់ទៅទេខ្ញុំអាចការពារអ្នកបានមិនត្រូវទាញយកប្រយោជន៍ពីតើមានប្រយោជន៍ឬអត់ខ្ញុំមិនអាចយល់ពីអ្វីដែលបងប្រុសទី3កំពុងនិយាយតតែសោះពីកុមារភាពរហូតដល់ពេញវ័យបងប្រុសទី3របស់ខ្ញុំត្រជាក់ដូចទឹកកកពេលគាត់ឃើញខ្ញុំកូនរបស់អ្នកដទៃសុទ្ធតែមានបងប្រុសច្បងដើម្បីកាន់ពួកគេខ្ញុំមិនបានលើកនេះតើខ្ញុំអាចមានវាបានទេប្រជាជនអ៊ីតាលីពិតជាល្អណាស់មិនហើយអត់ធ្មត់សិនណាខ្ញុំបានទៅរកទីប្រឹក្សាអធិរាជរងចាំមួយផ្លេតមានកន្លែងទំនេរតើអ្នកនៅទីនេះដើម្បីមើលប្រទេសយើងខ្លាចជាមនុស្សល្ងងមែនទេខ្ញុំអាចឲ្យអ្នកចេញពិតជាងាយស្រួលណាស់វាបានចេញមកសូមព្រះអង្គទ្រង់ជ្រាបជាក់ជាព្រះមហេសីរបស់យើងពិតជាមានចិត្តល្អិតល្អន់ណាស់វាគួរតែប្រសើរជាងនេះយូរមកហើយជាការពិតណាស់ព្រះមហេសីអធិរាជតែងតែយកចិត្តទុកដាក់ក្នុងកិច្ចការរបស់នាងជានិច្ចមែនហើយពូអ្នកនាងហ្គាយប្រយ័ត្នប្រយែងណាស់គាត់មិនដែលធ្វើខុសក្នុងពាក្យសម្ដីឬសកម្មភាពរបស់គាត់ឡើយតើខ្ញុំមិនដឹងដោយរបៀបណាថាទីសក្ការរបស់ព្រះមហាក្សត្រជាអាថ៌កំបាំងនិងការសន្ទនាធម្មតារបស់ខ្ញុំរឿងព្រះមហាក្សត្រនិងព្រះមហេសីយ៉ានចាក់ចេញពីព្រះបរមរាជវាំងដោយសម្ងាត់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្រុសជាអំចាស់ជីវិតលើកបងខ្ញុំសូមលាចាកលោកនេះទៅគាត់មើលទៅអាក្រក់ហើយមិនអាចហោះហើរបានវាមិនសាមញ្ញតតែសោះខ្ញុំនឹងលាព្រះករុណាជាអំចាស់តើមានអ្នកណាប្រាប់អ្នករឿងនេះទេជំនាញសម្ដែងរបស់អ្នកគួរឲ្យខ្លាចណាស់អ្នកល្ងងពាក់កណ្ដាលជីវិតរបស់អ្នកហើយហេតុអ្វីបានជាអ្នកត្រូវបានហាមឃាត់ភ្លាមនៅនាទីចុងក្រោយតើអ្នកនៅចាំលីងសៀវទេវានៅតែជាអាជីវកម្មរបស់ខ្ញុំនិងភរិយាយ៉ានដោយសារតែខ្ញុំបានបំពុលគាត់ទើបខ្ញុំត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានផ្ទៃពោះគួរឲ្យអាណិតណាស់អ្នកនិងស្ត្រីចំណាស់នោះគឺព្រះមហេសីពិតមែនតែហត់នឿយណាស់ដូច្នេះហើយទើបវាកាត់ឡើងក្មេងល្ងង